ជំរាបសួរបងប្អូនថ្ងៃនេះជួបគ្នាទៀតហើយជាមួយនឹងពាក្យថ្មីៗនៅក្នុងភាសាអង់គ្លេសរបស់យើងតោះចង់ដឹងថាតើពាក្យថ្មីៗនោះមានអ្វីខ្លះទៅទស្សនាទាំងអស់គ្នា Vocabulary ពន្យល់ពាក្យ Room បន្ទប់ Your របស់អ្នក House ផ្ទះ Home ផ្ទះ Living room បន្ទប់ទទួលភ្ញៀវ Bedroom បន្ទប់គេង Bathroom បន្ទប់ទឹក Kitchen ផ្ទះបាយ Floor ជាន់ First floor ជាន់ទី1 3-store house ផ្ទះ3ជាន់ Big ធំ Small តូច Spacious ទូលាយ Enough គ្រប់គ្រាន់ Necessary ចាំបាច់ Furniture គ្រឿងសង្ហារឹម Color ពណ៌ Paint លាប Pink ពណ៌ផ្កាឈូក Black ពណ៌ខ្មៅ White ពណ៌ស Yellow ពណ៌លឿង Brown ពណ៌ត្នោត Blue ពណ៌ខៀវ Gray ពណ៌ប្រផេះ Red ពណ៌ក្រហម Favorite សំណប់ចិត្ត Private ឯកជន Public សាធារណៈ Space លំហឬក៏កន្លែង Contain ផ្ទុក Bed ក្រែ Bad អាក្រក់ Desk តុ Clothing closet ទូខោអាវ Read អាន Listen ស្ដាប់ Sleep គេង Especially ជាពិសេស Evening ល្ងាច Morning ព្រឹក Afternoon រសៀល Night យប់ Midnight កណ្ដាលអាធ្រាត្រ Book សៀវភៅ Share ចែករំលែក Anyone នរណាម្នាក់ Else ផ្សេងទៀត Conversation ការសន្ទនា How many rooms are there in your house? តើមានបន្ទប់ចំនួនប៉ុន្មាននៅក្នុងផ្ទះរបស់អ្នក There are 6 rooms. A living room, 2 bedrooms, a bathroom, and a kitchen. មាន6បន្ទប់បន្ទប់ទទួលភ្ញៀវ1បន្ទប់គេង2បន្ទប់ទឹកនិងផ្ទះបាយ1 Which floor is your bedroom on? តើបន្ទប់គេងរបស់អ្នកនៅជាន់មួយណា My bedroom is on the first floor of a 3-store house. បន្ទប់គេងរបស់ខ្ញុំស្ថិតនៅជាន់ទី1នៃផ្ទះ3ជាន់ Is it big or small? តើវាធំឬក៏តូច It's not very spacious, just enough to put necessary furniture in. វាមិនធំទូលាយទេគ្រាន់តែដាក់គ្រឿងសង្ហារឹមដែលចាំបាច់ចូលប៉ុណ្ណោះ What color is your bedroom painted? តើបន្ទប់គេងរបស់អ្នកលាបពណ៌អ្វី It's painted pink, my favorite color. វាត្រូវបានលាបពណ៌ផ្កាឈូកជាពណ៌ដែលខ្ញុំចូលចិត្ត Do you love your room? Why? តើអ្នកស្រឡាញ់បន្ទប់របស់អ្នកទេហេតុអ្វី I love it very much because it is my private space whenever I go home. ខ្ញុំស្រឡាញ់វាខ្លាំងណាស់ព្រោះវាជាកន្លែងឯកជនរបស់ខ្ញុំគ្រប់ពេលដែលខ្ញុំត្រឡប់ទៅផ្ទះ What furniture does your bedroom contain? តើបន្ទប់គេងរបស់អ្នក
មានគ្រឿងសង្ហារិមអ្វីខ្លះ It contains a bed, a desk, and a clothing closet. ក្នុងបន្ទប់ខ្ញុំមានគ្រែតុនិងទូខោអាវមួយ What do you do in it? តើអ្នកធ្វើអ្វីនៅក្នុងនោះ Well, I spend most of my free time there reading books and sleeping. គឺខ្ញុំចំណាយពេលទំនេរភាគច្រើននៅទីនោះអានសៀវភៅនិងគេង How much time do you spend in your room? តើអ្នកចំណាយពេលប៉ុន្មាននៅក្នុងបន្ទប់របស់អ្នក About 10 hours a day, especially in the evening. ប្រហែល10ម៉ោងក្នុងមួយថ្ងៃជាពិសេសនៅពេលល្ងាច Do you share your room with anyone else? តើអ្នកចែករំលែកបន្ទប់របស់អ្នកជាមួយនរណាម្នាក់ទៀតផ្សេងទេ No, everyone in my family has their own room, so I stay there alone. អត់ទេអ្នកគ្រប់គ្នាក្នុងគ្រួសាររបស់ខ្ញុំមានបន្ទប់ផ្ទាល់ខ្លួនដូច្នេះខ្ញុំស្នាក់នៅទីនោះតែម្នាក់ឯងទេវីដេអូមេរៀនរបស់យើងបានមកដល់ទីបញ្ចប់ហើយសូមអរគុណដល់បងប្អូនដែលចូលចិត្តទស្សនានិងចូលចិត្តរៀនជាមួយនឹងនាងខ្ញុំសូមអរគុណសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងចុច Like និងបើសិនជាបងប្អូនមានចម្ងល់អ្វីផ្សេងៗបងប្អូនអាចធ្វើការ comment ឬក៏ email មកកាន់នាងខ្ញុំដើម្បីនាងខ្ញុំធ្វើការស្រាវជ្រាវនិងចែករំលែកនៅចំណេះដឹងថ្មីៗជូនបងប្អូនជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា